ngày nay mà sài bộ mà bom ôn na giờ thà miền bay hộp thế mà sài có vịt bài mà hay miền tai cho môi năng ọ mầm là hong bom ôn này mầm là hong nên bàn thưa khuôn hay tê tình dịp xa mà phần năng cái lúc pram pon hay bạn hay tình nín cứ tình sáng riêng thay đá bộ mà bom ôn tình trong bát san miền nó bạn hay mẹ nên mau cho ca cho môi dân ngồi đầu về chân tứ ở đằng tham miền mà hộp ấy miền này shop mà mau cho ca chút mà được cho mà được trái của bộ mà bom ôn bạn thầy dư tư nè បងប្អូនបានឃើញជាក់ស្ដែងទឹកភាពនៅស្រុកស្រែចម្ការមានតែប៉ុណ្ណឹងមានអ្វីស្រស់ឆាត់ឆាយក្រៅពីគេហៅថាទេសភាពស្រុកស្រែចម្ការទីពុកមកបងប្អូនឃើញស្មៅខៀវសង្ងាត់ហើយផ្កាឈូកក្នុងគេថាស្រស់បំប្រងតែម្ដងជីវិតនៅស្រុកស្រែត្បិតអីគ្មានលុយឆាយដូចនៅទីក្រុងក៏ពិតមែនប៉ុន្តែថាបរិយាកាសធម្មជាតិគឺថាអូយអំណោយផលល្អខ្លាំងតែបងប្អូនហើយនេះគឺថាដើររើខ្យងនេះពុកមកបងប្អូនគេមានអាខ្យងថៃខ្យងអីហ្នឹងវាស៊ីស្រូវស៊ីនិយាយរួមទៅខ្ទេចខ្ទីបើថាដាំ ឈូកឬក៏ស្រូវអីស៊ីខ្ទេចហ្មងប៉ុន្តែអាខ្យងនេះគេអាចយកហូបបានបងប្អូនតែគេយកក្បាលតែវាច្រើនពេកមិនដឹងធ្វើមិនបងប្អូនហើយបាទអញ្ចឹងមានតែរើវាចោលឯងខំខ្ទេចកាត់តាមគេហៅថាដំណាំដែលយើងដាំខ្ទេចអស់តែម្ដងឥឡូវងាកមកមើលមុខមហូបនៅចកាមកបឹងវិញបងប្អូនគឺថានេះមានម៉ាំផ្អកនាមអំផ្អកនេះលហុងនេះគឺថាដាក់តាមជាមួយផ្អកយីថាជូរឆ្ងាញ់ហឹរឆ្ងាញ់ខ្លាំងមែនតើពុកមកបងប្អូនហើយជាមួយបាយកក់បាយក្តាំងចឹងតាមសុកស្រែចម្ការយីថាមានជាតិនោះ បងប្អូនណាខ្លះធ្លាប់ហូបបាយកក់បាយក្តាំងមកស្រែចម្ការតាមភ្លឺស្រែព្រឺចការដូចខ្ញុំចេះខ្ញុំនេះគឺថាអ្នកស្រែអ្នកចម្ការគឺថាឆ្លងកាត់អស់ហើយជាពិតបែបនេះនិយាយថាហូបអញ្ចឹងនិយាយឆ្ងាញ់បងប្អូនណាឆ្ងាញ់ជាងសាច់មាន់ឆ្ងាញ់ជាងជ្រូកខ្វៃអីទៀតហូបតាមស្រែតាមចម្ការជាជាតិមែនតើហើយជាទូទៅពុកមកបងប្អូនអ្នកស្រុកភូមិខ្ញុំណាផ្អកពីដើមឡើយគេធ្វើពេលដែលគេធ្វើផ្អកអញ្ចឹងគេយកអាលហុងហ្នឹងគេសាប់ក្បានចិត្តក្បានយកដាក់ត្រាំជាមួយនឹងផ្អកពេលវាជូរយើងយកមកលាយជាមួយនឹងប៊ីចេងបន្តិចស្ករបន្តិចឬក៏ គេថាដាក់ម្ទេសបន្ថែមបន្តិចមកនិយាយថាអូឆ្ងាញ់ខ្លាំងមែនតើឬបងប្អូនបានឃើញជាក់ស្ដែងយ៉ាងខ្ញុំជាមួយយើងឲ្យកំពុងតែពឺដែរនេះបាទតែជាតិមែនតើបងប្អូនឲ្យបាយខ្ចប់សិតស្លឹកឈូកទាំងទៀតទេសភាពគេថាហូបបាយខ្លែមជាមួយទេសភាពបែបស្រុកស្រែជាតិសាហាវមែនតើបងប្អូនដែលធ្លាប់មានបទពិសោធន៍ហូបបាយតាមភ្លឺស្រែភ្លឺបឹងអញ្ចឹងណាពេលដែលបានឃើញវីដេអូនេះប្រហែលជាធ្លាប់នឹកគិតដល់អញ្ចឹងទៅបើខ្ញុំនឹងគិតថាតាំងពីតូចក្រូចឆ្មាររហូតដល់ឥឡូវហ្នឹងគឺនៅអង្គុយទៅវា លើវាស្រែនឹងឯងហើយជាពិសេសពុកម៉ែបងប្អូនមកថាទៅស្រែទៅចកាវិញណាអត់ដែលភ្លេចទេខ្ចប់បាយកក់បាយក្តាំងដាក់ទៅជាមួយព្រោះថារសៀលម៉ោង2ម៉ោង3ជាងអីហ្នឹងថាបាយក្តប់បាយកក់បាយក្តាំងនិយាយថាអូយឆ្ងាញ់ជាប់បត់តែម្ដងហើយផ្អកអញ្ចឹងទៀតម្ហូបអញ្ចឹងទៀតថាឆ្ងាញ់មែនតើអាម្ហូបអញ្ចឹងបងប្អូនទីថាហូបនៅក្នុងផ្ទះហូបអីអត់ឆ្ងាញ់ទេបាទតាវាស្រែអញ្ចឹងទេឆ្ងាញ់នេះបងប្អូនឃើញជាតិមែនតើបាទ ដាក់មកណាជាតិឲ្យបាទអញ្ចឹងមកបើបានមកតយពីរតយទៅកាន់តែជាតិតែជួនឯងអត់ចេះផឹកក៏បងប្អូនអញ្ចឹងមានតែយើងហូបអញ្ចឹងឯងបាទហើយបាយកក់បាយក្តាំងមកជាមួយម៉ាំផ្អកបាទបើស្រុកខ្ញុំគេហៅថាចៅផ្អកឬក៏ម៉ាំផ្អកឯងស្រុកបងប្អូនមិនដឹងថាហៅអីទេបាទអ្នកស្រុកគុំខ្ញុំឲ្យពេលធ្វើផ្អកម្ដងជាពិសេសខែទឹកជន់ដែលយើងដងបានអាកូនត្រីបងប្អូនយើងយកមកធ្វើផ្អកពេលផ្អកនឹងរៀងចិត្តជូរហើយគឺចិត្តអាឡុងស្គៀហ្នឹង យកដាក់កប់ជាមួយនឹងឬក៏ដាក់ត្រាំជាមួយនឹងផ្អកហ្នឹងតែមកយប់ពីរយប់ជូរយកថាហូបជាមួយបាយកក់បាយក្តាំងបាច់ពីដើមឡើយមុននឹងទៅរៀនម្ដាយខ្ញុំតែងតែយកអាផ្អកចៅរហូតហ្នឹងឲ្យកូនហូបជាមួយបាយកក់បាយក្តាំងទៅរៀនតែឲ្យលុយទេព្រោះអត់មានលុយឲ្យបាទអញ្ចឹងហូបទៅឆ្អែតពីផ្ទះទៅបាទយកអត់មានលុយគេហៅទិញនំទិញចំណីនៅឯសាលារៀនបងប្អូនចំនួនហ្នឹងណាបងប្អូនមើលទេសភាពបាទគឺថាបឹងឈូកចកាឈូកសោះស្អាតខ្លាំងមែនតើជាអ្នកសុកស្រាយមានតែប៉ុណ្្នឹង